Yo cái này dương ngày đã nhom man show mà lên trong game Minecraft cái này của nhómដូចជា survival single player ទូទៅដែរទេហើយខ្ញុំលេងលើនេះដែរគឺខ្ញុំមិនចំណាយចាស់ផងដែរហើយចលនាធំរបស់ខ្ញុំនោះគឺខ្ញុំនឹងទៅសម្រាប់ inner dragon ឲ្យបានហើយនឹងបិទនៅ video របស់យើងហើយគឺខ្ញុំមិនមែនបិទតែនឹងទេគឺខ្ញុំនឹងបង្កើតជា map episode ហើយដល់ episode ចុងក្រោយខ្ញុំទៅវាយ inner dragon អញ្ចឹងតែខ្ញុំអាចវាយ inner dragon បានឬក៏អត់យើងចូលទៅមើលទាំងអស់គ្នារំដំមកយើងមកជីកថ្មដើម្បីផលិតជា basic tool ចេញអំពីថ្មដែលស្រាប់តែរបស់ថ្មយើងប្រើប្រាស់ទៅក៏វាលឿនហើយក៏វាលឿនឈឺគួរសមដែរបើធៀបទៅយើងប្រើរបស់ឈើគឺកាឡើងតែនគឺធ្វើឲ្យយឺតយ៉ាវឥឡូវនេះតើពីខ្ញុំបានជីកថ្មរៀនច្រើនគួរសមមកខ្ញុំក៏សម្រេចចិត្តថាខ្ញុំចោះទៅក្នុង cave ដើម្បីមករក iron ដោយសារតែខ្ញុំគឺអត់ចេះវាយគ្នាទេអញ្ចឹងខ្ញុំផលិតស៊ីលវារីដើម្បីទុកកាប់ពីខ្លួនពីស៊ុំប៊ីគឺបើមិនចឹងទេគឺស៊ុំប៊ីគឺបាយខ្ញុំងាប់តែម្ដងទោះពីខ្ញុំបានជីកបានតែជាមួយសន្ទុះក្រោយមកខ្ញុំក៏បានជួបជាមួយនឹង iron ហើយមកចាំយូរខ្ញុំក៏បានប្រវែកឈើរបស់ខ្ញុំផលិតធ្វើជា crafting table ដើម្បីផលិតពេកឯកថ្មីដោយសារតែពេកឯកអាចារ្យរបស់ខ្ញុំពេលនេះគឺខ្ញុំគិតថាពេកឯកអាចារ្យរបស់ខ្ញុំខូចអញ្ចឹងបានខ្ញុំផលិតថ្មីដោយសារតែខ្ញុំគិតថាពេកឯករបស់ខ្ញុំខូចទៅជាក់ស្ដែងគឺពេកឯករបស់ខ្ញុំគឺអត់បានខូចទេខ្ញុំគិតទៅខ្លួនឯងតែខ្ញុំខូចឥឡូវយើងក៏ខ្វល់រឿងពេកឯកនេះខ្ញុំមកជីកយក iron សិនគឺយើងឃើញ iron រៀនច្រើនគួរសមណាស់ឥឡូវយើងត្រូវជីកយកវាទាំងអស់គ្នាអូបានច្រើនគួរសមហើយយើងជីកឲ្យ mission មកខ្ញុំមានចង់ដឹងថាតើខ្ញុំអាចបាន iron ប្រមាណដែរហើយមើលសិនអូខេគឺបានប្រមាណ iron គឺពេលនេះខ្ញុំអាចផលិតធ្វើជាស៊ីលកាប់ពីខ្លួនបានអូខេនៅមួយទៀតហើយមើលអស់ beast ដែរបាន9គាត់តែខ្ញុំ body code ព្រាមគឺខ្ញុំបានលេងក៏បានជួបខែវមួយហើយក៏ឃើញតែមុន2គ្រាប់គឺពេលខ្ញុំបាន record នៅក្នុងខែវទូយកអត់មានឃើញតែមុននេះមួយដល់ពេលខ្ញុំបាន record ស្រាប់តែជួប diamond ឥឡូវយើងគុំទៅបែរច្រើនខ្ញុំណាស់ crafting table របស់ខ្ញុំទៅវិញគេ crafting table របស់ខ្ញុំគឺខ្ញុំបោះចោលនៅលើ Norway ផលិតថ្មីទៅខ្ញុំផលិតចក្រានដុតដើម្បីដុត iron ដើម្បីយកទៅជីក diamond តែពេលយើងផលិតពេកឯកបានមកយើងដាក់តយណៃសិនមកកុំឲ្យស៊ុំប៊ីវាមកវាយយើងពេលអំឡុងពេលដែលយើងពងម៉ាញ់ diamond អញ្ចឹងដោយសារតែនេះគឺជាលើកដំបូងហើយដែលខ្ញុំមករក diamond បានដោយសារតែខ្ញុំតាំងពីលេង Minecraft មកគឺខ្ញុំប្រើប្រាស់តែរបស់ iron ទេគឺខ្ញុំមិនអាចប្រើប្រាស់របស់ diamond ទេព្រោះដោយសារតែខ្ញុំគឺចូលខែវមិនអាចបានជ្រៅទេគឺចូលខែវគឺมันតិចគឺងាប់ហើយអញ្ចឹងគឺ diamond មិញគឺខ្ញុំជីកបានតែ2គ្រាប់តែប៉ុណ្ណោះឡើយខ្ញុំណាដាក់ថយដៃសិនខ្លាយលោមានសមីវាយខ្ញុំអូទីបំផុតខ្ញុំឃើញ diamond មួយគ្រាប់ទៀតហើយឥឡូវយើងទៅការអាចជីកយកវាមកខ្លាយលោវាបាន2គ្រាប់អញ្ចឹងណាហើយចង់ដឹងថាបានគ្រាប់ដែរអាយវាតែមួយគ្រាប់ហ្នឹងវាមិនដែរណាយើងដាក់ក្នុងកែវវាបានតែមួយគ្រាប់តែអូហេ spider អរយើងដកដាវចាត់ការ spider នេះចោលមួយខ្លាយលោវាមិនណៃវារំខានយើងពេលយើងជួប diamond ពេលក្រោយអញ្ចឹងណាអូខេអូឃើញ diamond គ្រាប់ទៅសមីអូនេះចាត់ការស៊ុំមីនេះចោលមួយសិនខ្លាយលួអនុបាញ់គ្នាហែង skeleton បាញ់ស៊ុំមីអានោះទៅដេញអូយវាវាយគ្នាវាទៅឥឡូវយើងមកចាត់ការពណ៌ចោះចែមនេះសិនអូមកឡើង4នាក់អូតែនេះ spawn នៅស៊ុំមីមែនគឺស៊ុំមីមកដល់ច្រើនមែនអូខ្ញុំងាប់ត្រឹងហើយចុះអូកុំមកអូខ្ញុំងាប់ត្រឹងហើយមកទៅអូអរេកុំមកអូឬខ្លួនប៊ីងាប់តើពីខ្ញុំចាត់ការសំបីហើយខ្ញុំក៏បានទៅជីក diamond ហើយសັບក៏មានរឿងនេះកើតឡើងដោយជាអ្នកទាំងអស់គ្នាបានឃើញចឹងគឺសំបីបានខៀលខ្ញុំតែម្ដងឥឡូវយើងដេកសិនវាភ្លឺយើងអាងទៅយកអាវ៉ាន់យើងវិញឥឡូវនេះខ្ញុំតបពីខ្ញុំភ្លឺមកខ្ញុំក៏បានប្រម៉ូឆ្កាខ្ញុំដើម្បីតវាការពីខ្ញុំអញ្ចឹងហើយដូចខ្ញុំបានដឹងអញ្ចឹងគឺខ្ញុំមកចែកវាយគ្នាទេគឺខ្ញុំគាត់តែចែកក្រាញឲ្យធឹបហើយនឹង farm តែប៉ុណ្ណោះបាទវាយគ្នានឹងមួយសម័យតែសម័យក៏ខ្ញុំវាយមិនឆ្នះដែរចាប់ពីពេលនេះទៅគ្នាយើងនឹងបានឃើញអ្វីមួយដែលគ្នាយើងមិនឃើញ
តើពីខ្ញុំចង់ខែវបានមកទៅក្រោយមកគឺថាឆ្កែរបស់ខ្ញុំគឺងាប់ទៅទេម្ដងហើយអាវ៉ាន់របស់ខ្ញុំក៏ទទួលបាន Iron ទទួលបាន Stack Gold គឺទទួលបាន25 Diamond បាន14គឺពិបាករកដល់ខហើយអញ្ចឹងគឺយ៉ា